ស្ដីបងថ្ងៃនេះដែរខ្ញុំបង្ហាញបងពីរបៀបបដូរអេក្រង់ iPhone X ហើយយើងលើក sensor អូប្លូតិចវាមិនដាក់អេក្រង់ថ្មីរួចមកយើងកាប់វាចូលទៅហើយមុនដាក់ sensor ហ្នឹងយើងតេស្តអេក្រង់វាចុចតេស្តវាដើរស្រួលហើយក៏អត់ហើយកន្ហើយអញ្ចឹងដល់ពេលថាវាដើរស្រួលហើយបានយើងបកតែវាចេញមកយើងដោះ sensor វាកាប់ចូលហើយខ្ញុំមកកាប់អេក្រង់ចូលកាប់អេក្រង់ចូលបដាកាប់អេក្រង់ចូលហើយយើងបើកតេស្តវាម្ដងទៀតចុចបើកមកតេស្តថាច់វាដើរស្រួលហើយក៏អត់អញ្ចឹងតែឡើយរងចាំវាបន្តិចទៅចេញមកហើយយើងចុចតេស្តថាច់វាចុចលេខសាកមើលមកទូរស័ព្ទគេជាប់លេខកូដយើងស្គាល់លេខកូដយើងចុចលេខវាសាកមើលទៅឲ្យតែវាដើរគ្រប់លេខថាច់វាដើរស្រួលហើយក្រង់ចេញច្បាស់អត់មាន3 color 3ឆ្នូតទេអីទេហើយយើងអាចដឹងដាក់ទៅប្រើបានណាចុចបើកចុចតេស្តវាសាកមើលឥឡូវដើរស្រួលហើយខ្ញុំចាប់ផ្ដើមចាប់ខ្សែចូលតែម្ដងដោយក្រង់ iPhone X ឲ្យតែ iPhone X ងាយស្រួលទេបងមកផ្លែតទេដូរក្រង់វារយៈពេលដល់10នាទីទេដូរហើយហ្នឹងដោយសារទូរស័ព្ទនេះខ្ញុំដាក់ screen ដាក់ sensor អីរួចហើយគ្រាន់តែចាប់ចូលវិញតែវាម្ដងទៀតហើយចាប់វាចូលចាប់ខ្ចៅចូលឲ្យគ្រប់កន្លែងគ្រប់ព្រាន់វាមកហើយដាក់ស្នាប់ដាក់អីគេវិញឲ្យអស់ទៅចាប់ខ្ចៅចូលឲ្យគ្រប់ទៅហើយយើងកាប់គ្រឿងវាចូលវិញឥឡូវកំពុងចាប់ខ្ចៅមួយម្ដងដល់កន្លែងនេះកាប់អេក្រង់ចូលមកយើងចាប់កាប់វាចូលឲ្យថ្នមវាមកកាប់ខាងលើមុនចូលឲ្យត្រូវស្កត់ខាងលើត្រូវមុនហើយដេញវាពណ៌មជ្ឈុំមកដេញវាចុះមកក្រោមពណ៌មជ្ឈុំមកបាទដេញវាហើយមើលតែវាអឹបណែនល្អហើយយើងមើលវាទៅកាប់វាពណ៌មជ្ឈុំមកវាអឹបណែនល្អមកហើយយើងតែភាសាទៀតមើលហើយដើរស្រួលទៀតអត់សម្រាប់យើងឲ្យទៅភ្ញៀវឥឡូវយើងដូររួចរាល់ហើយនៅសល់ខ្ចៅខាងក្រោម2គ្រាប់ទៀតយើងត្រូវកាប់ខ្ចៅវាចូល2គ្រាប់ទៀតមួយខ្ចៅចូល2គ្រាប់ទៀតអូខេហើយដូរក្រង់បានសម្រាប់ iPhone X ម្ចាស់គេចាំអង្គុយចាំមកផ្លែតហើយជា10នាទីដល់10នាទីមកហើយបាត់ហើយដូរក្រង់លឿនណាហើយបងមានតម្រូវការអាចមកជួយដូរនៅហាងយើងខ្ញុំបានហាងយើងខ្ញុំនៅខាងកំពង់ចាមបងអាចដូររហ័សលឿនអង្គុយចាំយកក៏បាន iPhone X រួចហើយប៉ុណ្ណេះដាក់សូមឲ្យគេមួយក្រឹបមកក្រង់ចាស់វាហើយបាទអរគុណច្រើនបងដែលទស្សនាវីដេអូរបស់ខ្ញុំបាយបាយ